អ្នកទាំងអស់គ្នាបានដឹងហើយថា keyboard ទាំងអស់តែងតែមានប្រភេទនិងទំហំផ្សេងៗគ្នាហើយនៅក្នុងវីដេអូនេះពួកយើងនឹងពន្យល់អំពី keyboard case និងប្រភេទនៃ material របស់វា This is Keyboard 101 episode 1នេះគឺជាប្រភេទនៃ keyboard case ទាំងអស់ដែលមាននៅ Snail Studio ហើយពួកយើងនឹងនិយាយពីចំណុចនីមួយៗរបស់វានៅក្នុងនោះមាន material ដូចជា plastic, aluminum ball catch និងឈើហើយបើសួរថាឈើនឹងមែនតើអត់ចម្លើយគឺបាទជាឈើមែនតើ 100% ឥឡូវយើងមកមើល keyboard ប្រភេទ plastic ដូចជា MK មួយនេះវាជាប្រភេទនៃ keyboard ដែលមានតម្លៃធូរឬថោកជាងគេក្នុងចំណោមទាំងអស់បន្ទាប់មកយើងមកមើល keyboard aluminum វិញម្ដងប្រភេទនេះជាជម្រើសល្អសម្រាប់អ្នកដែលចង់បានគុណភាពខ្ពស់និងភាពរឹងមាំជាង plastic keyboard aluminum ផ្ដល់នូវសំឡេងរាងច្បាស់និងលឺជាងមុនបន្តិចតែបើយើងម៉ត់វានោះសំឡេងនឹងងំនិងពិរោះជាងមុនហើយសម្រាប់ keyboard នេះដែរជាប្រភេទមូលខ្ចៅនៅក្រោមបាតរបស់វាសម្រាប់ keyboard នេះជាប្រភេទ aluminum ដូចគ្នាតែជាលក្ខណៈ ball catch ដែលខុសពី keyboard មុនត្រង់ថាមួយគឺមូលខ្ចៅហើយមួយនេះគឺចាប់ជើងដៃខាងក្នុងងាយស្រួលក្នុងការ disassemble និងម៉ត់វាដោយមិនបាច់មូលខ្ចៅចេញចូលចុងក្រោយគឺជា keyboard ឈើដែលមានទំហំរាងក្រាស់ហើយវា fit ជាមួយនឹង vibe អ្នកដែលចង់បាន design បែបធម្មជាតិចឹងណាតែវាក៏មានសំឡេងតក់និងពិរោះដែរពេលដែលយើងមកវារួចបើអ្នកទាំងអស់គ្នាមានចម្ងល់ឬចង់ order custom keyboard ពី Snail Studio អាចតាក់ទងមកកាន់ page បានអរគុណ